ចិននិងរុស្ស៊ីពីសត្រូវស៊ូពូជមកជាដៃគូយុទ្ធសាស្ត្រសម្ព័ន្ធភាពជាដៃគូរវាងចិននិងរុស្ស៊ីក្នុងគ្រាបច្ចុប្បន្នបានចាក់ឫសគល់តាំងពីសម័យសហភាពសូវៀតមកម្លេះជាក់ស្ដែងម៉ៅសេតុងនិងស្តាលីនបានចុះហត្ថលេខានៅថ្ងៃទី14ខែកុម្ភៈឆ្នាំ1950លើសន្ធិសញ្ញាមិត្តភាពមួយដែលតាមគោលការណ៍ជាមិត្តភាពយូរលង់និងថិតថេរគ្មានទីបញ្ចប់ក៏ប៉ុន្តែក្រោយមកចាប់ពីឆ្នាំ1956ទៅគឺនៅក្រោយពេលដែលគ្រូតឈេវបានឡើងគ្រប់គ្រងសហភាពសូវៀតចិននិងរុស្ស៊ីផ្ដើមមើលមុខគ្នាឡើងចំមូលហេតុគឺម៉ៅសេតុងមិនព្រមឲ្យសាងសង់នៅលើទឹកដីខ្លួននៅមូលដ្ឋានវិទ្យុរបស់រុស្ស៊ីដែលរុស្ស៊ីត្រូវការមូលដ្ឋានវិទ្យុនេះដើម្បីងាយស្រួលតាក់ទងជាមួយនាវាមួយទឹករបស់ខ្លួនមូលហេតុមួយទៀតគឺមកពីគ្រូតឈេវមិនព្រមផ្ដល់បច្ចេកវិទ្យានៃក្របបែកបរមាណូទៅឲ្យប្រទេសចិនរីឯមូលហេតុចុងក្រោយគឺអធិការមនោគមវិជ្ជាផ្ដើមធ្វើឲ្យប្រទេសកុម្មុយនីសទាំងពីរលែងទុកចិត្តគ្នានិងផ្ដើមប្រជែងឥទ្ធិពលគ្នាជាពិសេសនៅឥណ្ឌូចិននិងជាតាមរយៈសង្គ្រាមវៀតណាមភាពតានតឹងរវាងមហាយៈកុម្មុយនីសទាំងពីរបានកើតឡើងដល់កម្រិតកំពូលនៅខែមីនាឆ្នាំ1969កាលនោះកងទ័ពនៃប្រទេសទាំងពីរបានប្រយុទ្ធគ្នានៅតាមបណ្ដាលព្រំដែនថែមទៀតផង10ឆ្នាំក្រោយមកគឺនៅឆ្នាំ1979ភាពតានតឹងបានកើនឡើងដល់កម្រិតកំពូលម្ដងទៀតពីព្រោះកងទ័ពចិនបានវាយប្រហារទៅលើប្រទេសវៀតណាមដែលរណបសូវៀតនៅប៉ុន្មានខែតែប៉ុណ្ណោះបន្ទាប់ពីវៀតណាមលើកងទ័ពឈ្លានពានប្រទេសកម្ពុជាហើយផ្ដួលរំលំរបបខ្មែរក្រហមរបស់ប៉ុល ពតដែលជាសម្ព័ន្ធមិត្តរបស់ក្រុងប៉េកាំងទំនាក់ទំនងរវាងចិននិងរុស្ស៊ីបានផ្ដើមវិលមករកភាពធូរស្រាលវិញនៅក្នុងសតវត្សទី70ក្រោយពេលដែលកូបាឆេវបានឡើងគ្រប់គ្រងសហភាពសូវៀតទំនាក់ទំនងបន្តស្គាល់ភាពធូរស្រាលនៅទសវត្សទី90បន្ទាប់ពីសហភាពសូវៀតបានដួលរលំបាត់ទៅនៅឆ្នាំ1994ចិននិងរុស្ស៊ីខិតចូលគៀកគ្នាក្នុងនាមជាដៃគូស្ថាបនារួចហើយក្នុងនាមជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ1996អតីតគូសត្រូវទាំងពីរក្លាយជាសម្ព័ន្ធមិត្តតាមរយៈសន្ធិសញ្ញាថ្ងៃទី16ខែកក្កដាឆ្នាំ2001នៅក្នុងកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនោះចិននិងរុស្ស៊ីបដិញ្ញាចិត្តពង្រឹងសហប្រតិបត្តិការទៅលើវិស័យយោធាថាមពលពាណិជ្ជកម្មនិងអវកាសនិងបានបដិញ្ញាចិត្តចាប់ដៃគ្នាប្រយុទ្ធនឹងភេរវកម្មថែមទៀតផងនៅក្នុងចំណោមកត្តាសំខាន់ដែលបានជួយកាត់បន្ថយភាពតានតឹងរវាងចិននិងរុស្ស៊ីគេក៏កត់សម្គាល់ឃើញជាបឋមដំណោះស្រាយព្រំដែនប្រវែង4250គីឡូម៉ែត្ររវាងប្រទេសទាំងពីរផងដែរអស់រយៈពេលជាច្រើនទសវត្សរ៍បញ្ហាព្រំដែនដែលបានបំពុលទំនាក់ទំនងរវាងចិននិងរុស្ស៊ីតាំងពីសម័យម៉ៅសេតុងមកម្លេះចិនទាមទារឲ្យរុស្ស៊ីប្រគល់មកឲ្យខ្លួនវិញនៅដែនដីប៉ែកខាងជើងដែលស្ដេចសារបានលេបយកនៅក្នុងសម័យបដិវត្តន៍បូលេវិកឆ្នាំ1917នៅទីបំផុតការធ្វើសម្បទានគ្នាទៅវិញទៅមកបានអនុញ្ញាតឲ្យប្រទេសទាំងពីរចេញរួចពីបញ្ហាដ៏ចម្រូងចម្រាសនេះហើយតាំងពីឆ្នាំ1997មកបណ្ដោយព្រំដែននៅទីនោះបានក្លាយទៅជាតំបន់គ្មានកងទ័ពសហប្រតិបត្តិការថាមពលក៏ជាកត្តាមួយដែលជួយកាត់បន្ថយភាពតានតឹងរវាងរុស្ស៊ីនិងប្រទេសចិនផងដែរមកទល់សប្តាហ៍ថ្ងៃនេះចិនបានទិញ 50% នៃប្រេងកាតដែលខ្លួនត្រូវការពីភូមិភាគដើមបូព៌ាចាប់ពីពេលនេះតទៅចិនបែរមករកទិញឧស្ម័ននិងប្រេងកាតដ៏ច្រើនសន្ធឹកសន្ធាប់របស់រុស្ស៊ីវិញម្ដងនៅក្នុងន័យនេះរុស្ស៊ីបាននឹងកំពុងសាងសង់បំពង់បង្ហូរប្រេងកាតពីទីក្រុងអាហ្គាសនិងស៊ីបេរីទៅដល់កំពង់ផែជប៉ុននៅណាតហូហ្កាដោយថែមទាំងបានតបំពង់ប្រេងកាតមួយទៀតបែរទៅទិសប៉ែកខាងឦសាននៃប្រទេសចិនថែមទៀតផងដូចគ្នានេះដែររុស្ស៊ីបានសាងសង់បំពង់បង្ហូរស្មានពីខាងលិចមកខាងកើតប្រទេសចិននិងហេដ្ឋារចនាសម្ព័ន្ធដើម្បីចែកចាយឧស្ម័នរបស់ខ្លួនទៅដល់គ្រប់ជ្រុងជ្រោយនៃប្រទេសចិនទន្ទឹមនឹងនេះក្រុមហ៊ុនចិនមួយចំនួនបាននឹងកំពុងបន្តតុបតែងគម្រោងស្រាវជ្រាវរុករកប្រេងកាតនៅប៉ែកខាងកើតនៃតំបន់ស៊ីបេរី
គោលដៅគឺធ្វើយ៉ាងណាដើម្បីឲ្យការផ្ដោះប្ដូរពាណិជ្ជកម្មជាឧបតោភាគីកើនរហូតដល់ $20,000 លានក្នុងមួយឆ្នាំទំនាក់ទំនងដ៏ល្អក្នុងគ្រាបច្ចុប្បន្នរវាងចិននិងរុស្ស៊ីក៏ជាលទ្ធផលបានមកពីចក្ខុវិស័យរួមគ្នាជុំវិញអ្វីៗដែលទាក់ទងទៅនឹងសន្តិសុខនិងយុទ្ធសាស្ត្រទាំងចិននិងរុស្ស៊ីចង់ឲ្យប្រទេសគេរៀងៗខ្លួននិងតំបន់ជុំវិញប្រទេសគេមានសន្តិភាពនិងស្ថិរភាពអញ្ចឹងហើយបានជាតាំងពីឆ្នាំ2003មកឋានៈដឹកនាំចិននិងរុស្ស៊ីជាបន្តបន្ទាប់បាននឹងកំពុងបន្តពង្រឹងឲ្យរឹងរឹតតែរឹងមាំភាពជាដៃគូយុទ្ធសាស្ត្រដែលត្រូវបានចែងនៅក្នុងសន្ធិសញ្ញាជាប្រវត្តិសាស្ត្រនៅខែកក្កដាឆ្នាំ2001គឺនៅក្នុងក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រនេះហើយដែលរុស្ស៊ីលក់អាវុធច្រើនសន្ធឹកសន្ធាប់ទៅឲ្យចិននៅពេលដែលអាមេរិកនិងសហភាពសូវៀតបន្តដាក់ទណ្ឌកម្មមិនលក់អាវុធទៅឲ្យចិនតាំងពីឆ្នាំ1989មកម្ល៉េះពលគឺតាំងពីថ្នាក់ដឹកនាំចិនបានវាយប្រហារបង្ក្រាបក្នុងថ្លុកជាមហាបាតកម្មនិស្សិតចិននៅលើទីលានធានអាវម៉ែនរួចមកដូចគ្នាអញ្ចឹងដែរចិននិងរុស្ស៊ីកំពុងបន្តសហប្រតិបត្តិការយោធារួមមានជាអាចការផ្ដោះប្ដូរព័ត៌មានសម្ងាត់និងការធ្វើសមយុទ្ធរួមគ្នាក្នុងក្របខ័ណ្ឌនៃសហប្រតិបត្តិការសៀងហៃចិននិងរុស្ស៊ីជាគូប្រជែងផងនិងជាដៃគូផងនៅអាស៊ីកណ្ដាលសម្ព័ន្ធភាពរវាងចិននិងរុស្ស៊ីមិនដែលធ្វើឲ្យប្រទេសទាំងពីរផ្លិចប្រជែងឥទ្ធិពលគ្នាឡើយការប្រជែងឥទ្ធិពលគ្នាដែលរមែងកើតឡើងជាពិសេសនៅភូមិភាគអាស៊ីកណ្ដាលអាស៊ីកណ្ដាលជាតំបន់យុទ្ធសាស្ត្រមួយដ៏សែនសំខាន់ជាដែនដីសម្បូរទៅដោយប្រេងកាតជាទីកន្លែងនៃប្រទេសចំនួន5ដែលជាអតីតសាធារណរដ្ឋសហភាពសូវៀតរួមមានអាកាស្ថានគីហ្ស៊ីស្ថានអ៊ូបេគីស្ថានតាហ៊ីគីស្ថាននិងទូមីគីស្ថានកាលពីបុរាណម្ដងជាពីរដងចិននិងរុស្ស៊ីត្រូវបានឈ្លានពាននិងកាន់កាប់ដោយជាតិសាសន៍ផ្សេងៗដែលចេញមកពីអាស៊ីកណ្ដាលដូចជានៅសតវត្សទី13ជាដើមម្ល៉េះហើយបានជារហូតមកទល់សព្វថ្ងៃចិននិងរុស្ស៊ីតែងតែមានមហិច្ឆតាចង់ក្តោបក្តាប់យកអាស៊ីកណ្ដាលដើម្បីការពារសន្តិសុខនៃប្រទេសគេរៀងៗខ្លួននៅក្នុងសម័យសង្គ្រាមត្រជាក់អាស៊ីកណ្ដាលទាំងមូលស្ថិតនៅក្រោមការកាន់កាប់របស់សហភាពសូវៀតហើយការសម័យនោះចិនដែលដើមដំបូងមានទំនាក់ទំនងមនោគមវិជ្ជាខ្លាំងជាមួយសូវៀតនិងដែលក្រោយមកទៀតមិនត្រូវគ្នាវិញម្ដងជាមួយសូវៀតបានបង្ខំចិត្តបោះបង់ចោលមហិច្ឆតារបស់ខ្លួននៅលើដែនដីដ៏ធំល្វឹងល្វើយនោះក៏ប៉ុន្តែអ្វីៗក៏ប្រែប្រួលអស់ហើយតាំងពីសហភាពសូវៀតបានរលាយបាត់ទៅនៅថ្ងៃទី26ខែធ្នូឆ្នាំ1991កាហ្សាស្ថានគីហេស៊ីស្ថានអ៊ូបេគីស្ថានតាហ៊ីគីស្ថាននិងគូមេនីស្ថានបានប្រែក្លាយទៅជារដ្ឋឯករាជ្យលែងស្ថិតនៅក្រោមនឹមរុស្ស៊ីទៀតហើយជាហេតុធ្វើឲ្យចិនសម្លឹងឃើញផលចំណេញដែលខ្លួនអាចទាញបានមកពីបណ្ដាលប្រទេសទាំងនោះសម្រាប់ប្រទេសចិនអាស៊ីកណ្ដាលជាតំបន់យុទ្ធសាស្ត្រមួយដ៏សែនសំខាន់ពីព្រោះម្យ៉ាងវាជាទីតាំងបណ្ដាលប្រទេសដែលសុទ្ធសឹងតែជារដ្ឋកាន់សាសនាអ៊ីស្លាមនិងម្យ៉ាងទៀតចិនមានព្រំដែនប្រវែង 1,700 គីឡូជាមួយនឹងតំបន់អាស៊ីកណ្ដាលនេះហើយព្រំដែននេះទៀតសោតវាជាប់ទៅនឹងខេត្តស្វយ័តស៊ីនជៀងរបស់ចិនតែម្ដងខេត្តស៊ីនជៀងដែលពួកជនជាតិអ៊ុយហ្គូអ្នកកាន់សាសនាអ៊ីស្លាមកំពុងទាមទារផ្ដាច់ខ្លួនចេញពីការត្រួតត្រារបស់ក្រុងប៉េកាំងដោយឡែកអាស៊ីកណ្ដាលជាដែនដីសម្បូរប្រេងកាតនិងឧស្ម័នធម្មជាតិគឺកត្តាខាងលើនេះហើយដែលជំរុញឲ្យថ្នាក់ដឹកនាំចិនឃ្លាំមើលយ៉ាងម៉ត់ចត់អតីតសាធារណរដ្ឋអាស៊ីកណ្ដាលទាំង5នេះជាពិសេសតាំងពីសហភាពសូវៀតបានដួលរលំបាត់ទៅនយោបាយរបស់ចិននៅចំពោះមុខអាស៊ីកណ្ដាលបានឆ្លងកាត់ដំណាក់កាលជាបន្តបន្ទាប់ដើមដំបូងនៅឆ្នាំ1992ដល់ឆ្នាំ1996ចិនបានបង្កើតការប្រុងប្រយ័ត្នត្បិតខ្លាចចំហាយរបស់អ៊ីស្លាមជ្រុលនិយមជ្រុតជ្រាបចូលទៅក្នុងដែនដីស៊ីនជៀងតាមច្រកអាស៊ីកណ្ដាលក្រោយមកទៀតគឺតាំងពីឆ្នាំ1996មកចិនបាននឹងកំពុងបន្តពង្រឹងទំនាក់ទំនងជាមួយប្រទេសអាស៊ីកណ្ដាលទាំង5នៅលើគ្រប់វិស័យ
រួមមានវិស័យការទូតនយោបាយនិងជាពិសេសសេដ្ឋកិច្ចអញ្ចឹងហើយបានជារយៈពេលជាង10ឆ្នាំតែប៉ុណ្ណោះចិនបានក្លាយជាដៃគូសំខាន់ជាងគេបង្អស់មួយសម្រាប់បណ្ដាប្រទេសអាស៊ីកណ្ដាលទាំង5ការផ្ដោះប្ដូរពាណិជ្ជកម្មរវាងភាគីទាំងពីរគិតជាទឹកប្រាក់កើនឡើងដល់ទៅ 17,000 លានអឺរ៉ូនៅក្នុងឆ្នាំ 2008 ក៏ប៉ុន្តែបន្តិចម្ដងចិនក៏ដូចជារុស្ស៊ីត្រូវបង្ខំចិត្តទុកចោលមួយកន្លែងសិនមហិច្ឆតារៀងៗខ្លួនរបស់គេទៅលើដែនដីអាស៊ីកណ្ដាលហើយបែរមកត្រូវគ្នាវិញមករួបរวมគ្នាវិញដោយហេតុតែមានហេតុផលពីរយ៉ាងម្យ៉ាងគឺមកពីថ្នាក់ដឹកនាំចិននិងថ្នាក់ដឹកនាំរុស្ស៊ីចង់ឲ្យមានស្ថិរភាពថិតថេរនៅក្នុងតំបន់ដើម្បីអនុញ្ញាតឲ្យប្រទេសគេរៀងៗខ្លួនបន្តបោះជំហានទៅរកភាពរុងរឿងសេដ្ឋកិច្ចម្យ៉ាងទៀតគឺមកពីចិននិងរុស្ស៊ីត្រូវចាប់ដៃគ្នាទប់ទល់ទៅនឹងអ៊ីស្លាមជ្រុលនិយមជាពិសេសនៅឆ្នាំ 1992 ដល់ឆ្នាំ 2001 នៅពេលដែលពួកតាលីបង់មានកម្លាំងខ្លាំងនៅអាហ្គានីស្ថានចូលកាន់កាប់ទីក្រុងកាប៊ូលនៅខែកញ្ញាឆ្នាំ 1996 នៅក្នុងគោលដៅនេះចិនរុស្ស៊ីកាហ្សាស្ថានគីហ៊ីស៊ីស្ថាននិងតាហ៊ីគីស្ថានបានបង្កើតក្រុមសៀងហៃ Group de Shanghai នៅឆ្នាំ 1996 ក្រុមសៀងហៃនេះដែលក្រោយមកដូរឈ្មោះទៅអង្គការសហប្រតិបត្តិការសៀងហៃមានគោលដៅពីរសំខាន់ទី1គឺប្រយុទ្ធទប់ទល់ទៅនឹងភេរវកម្មអ៊ីស្លាមជ្រុលនិយមនិងទី2គឺធ្វើយ៉ាងណាកុំឲ្យឆាកអន្តរជាតិស្ថិតនៅក្រោមអនុត្តរភាពផ្ដាច់មុខតែឯងរបស់សហរដ្ឋអាមេរិកនៅក្រោយមហាភេរវកម្មនៅថ្ងៃទី11ខែកញ្ញាឆ្នាំ 2001 សហរដ្ឋអាមេរិកបានលូកដៃចូលមកដល់អាហ្គានីស្ថាននិងអាស៊ីកណ្ដាលកងទ័ពអាមេរិកចំនួន 17,000 នាក់រួមនឹងកងកម្លាំងអូតង់ 5,000 នាក់ផងដែរបានធ្វើសង្គ្រាមរំលំរបបពួកតាលីបង់នៅកាប៊ុលទន្ទឹមនឹងនេះអាមេរិកបានមកដាក់ទ័ពនៅមូលដ្ឋានកូស៊ីហាណាបាតក្នុងប្រទេសអ៊ូបេគីស្ថាននៅមូលដ្ឋានម៉ាណាស់ក្នុងប្រទេសគីស៊ីស្ថានចំពោះចិនក៏ដូចរុស្ស៊ីទាំងនេះស្ដែងឲ្យឃើញនៅគំនិតអាក្រក់របស់អាមេរិកតែយកសង្គ្រាមប្រឆាំងភេរវកម្មមកធ្វើជាលេសដើម្បីលូកដៃចូលមកដល់អាស៊ីកណ្ដាលនិយាយការពិតទៅនៅក្នុងអាណត្តិទី1របស់ប៊ូសសហរដ្ឋអាមេរិកពិតជាមានបំណងបង្កើនឥទ្ធិពលរបស់ខ្លួននៅអាស៊ីកណ្ដាលពិតមែនតាមរយៈច្រកចូលពីរទី1គឺច្រកចូលពីខាងត្បូងទៅខាងជើងតាមប្រទេសអាហ្គានីស្ថាននិងទី2គឺច្រកចូលពីខាងលិចទៅខាងកើតពីម្ដុំសមុទ្រខ្មៅទៅកាន់តំបន់កាស្ពីអាមេរិកមានបំណងកាត់បន្ថយឥទ្ធិពលរបស់រុស្ស៊ីនៅអាស៊ីកណ្ដាលមានបំណងចង់រុញច្រានអាស៊ីឲ្យចេញទៅឆ្ងាយហើយខ្ទប់កុំឲ្យចិនអាចចូលមកជំនួសរុស្ស៊ីក្នុងតំបន់នេះបានសហរដ្ឋអាមេរិកក៏មានបំណងរុញច្រានចិនឲ្យថយចេញបន្តិចម្ដងពីដែនដីស៊ីនជៀងទីបេនិងម៉ុងហ្គូលីផងដែរនៅក្នុងបរិបទនយោបាយបែបនេះចិននិងរុស្ស៊ីបាននឹងកំពុងបន្តខិតរកគ្នាក្នុងក្របខ័ណ្ឌនៃអង្គការប្រតិបត្តិការសៀងហៃអង្គការនេះដែលមានកាហ្សាស្ថានគីហ៊ីស៊ីស្ថានអ៊ូបេគីស្ថានតាហ៊ីគីស្ថាននិងរុស្ស៊ីនិងចិនជាសមាជិកព្រមទាំងម៉ុងហ្គូលីអេរ៉ង់ប៉ាគីស្ថាននិងឥណ្ឌាជាសមាជិកសង្កេតការណ៍កំពុងក្លាយទៅជាវេទិកានយោបាយនិងយោធាមួយយ៉ាងសំខាន់នៅក្នុងតំបន់ចិននិងរុស្ស៊ីទំនាក់ទំនងល្អតែផុយស្រួយថ្មីត្បិតជាដៃគូយុទ្ធសាស្ត្រនៅក្នុងគ្រាបច្ចុប្បន្នតែចិននិងរុស្ស៊ីមិនអាចទប់ចិត្តគ្នាបានទេទាំងនេះក៏មកពីព្រោះតែមូលហេតុប្រវត្តិសាស្ត្រតាំងពីសតវត្សទី13មកកាលនោះពួកម៉ុងហ្គូលីបានចូលឈ្លានពានរុស្ស៊ីគំនិតដែលថាសត្រូវគឺមកពីពូជសាសន៍អាស៊ីទិសខាងកើតបន្តដក់ក្នុងស្មារតីប្រជាជនរុស្ស៊ីមកទល់ដល់សព្វថ្ងៃនៅក្នុងប្រទេសចិនវិញគេក៏មិនភ្លេចឡើយថានៅពាក់កណ្ដាលសតវត្សទី19រុស្ស៊ីនិងបណ្ដាប្រទេសមហាអំណាចដទៃទៀតបានកាត់ប្រទេសចិនចែកគ្នាកាន់កាប់ដោយដែលបានកាត់នំចែកគ្នាស៊ីក្រោយមកទៀតនៅសតវត្សទី20ចិននិងសហភាពសូវៀតបានច្បាំងគ្នានៅឆ្នាំ 1969 និងជាគូប្រជែងគ្នាជាពិសេសនៅឥណ្ឌូចិន
បន្ថែមលើនេះប្រជាជនរុស្ស៊ីសពថ្ងៃព្រួយបារម្ភខ្លាចជនជាតិចិនច្រើនឡើងចូលមករស់នៅក្នុងទឹកដីរុស្ស៊ីជាពិសេសនៅក្នុងតំបន់ចុងបូព៌ាប្រទេសដែលទំនេរមិនសូវមានមនុស្សរស់នៅក្នុងបរិបទបែបនេះគេត្រូវយល់ថាអ្វីដែលសំខាន់នៅក្នុងទំនាក់ទំនងរវាងចិននិងរុស្ស៊ីគឺកត្តាយុទ្ធសាស្ត្រនិងកត្តាភូមិសាស្ត្រនយោបាយមានន័យថាចិននិងរុស្ស៊ីលួចសម្លឹងមើលគ្នាខ្លាចម្ខាងមានអានុភាពខ្លាំងជាងម្ខាងទៀតត្រង់នេះថ្នាក់ដឹកនាំរុស្ស៊ីបារម្ភខ្លាំងឡើងដោយអ្នកវិភាគរុស្ស៊ីមួយចំនួនអះអាងថាសពថ្ងៃចិនខ្លាំងជាងរុស្ស៊ីនេះបើគេនិយាយអំពីអានុភាពទាំងស្រុងពោលគឺនយោបាយយោធានិងសេដ្ឋកិច្ចជាការពិតណាស់ដែលថានៅលើវិស័យនុយក្លេអ៊ែររុស្ស៊ីមានប្រៀបជាងចិនក៏ប៉ុន្តែអាវុធនុយក្លេអ៊ែរជាអាវុធប្រើមិនកើតតែបើគេនិយាយអំពីវិស័យអាវុធប្រើសម្រាប់សង្គ្រាមវិញឃើញថាកងទ័ពចិនកំពុងបន្តពង្រឹងសមត្ថភាពរបស់ខ្លួនកាន់តែខ្លាំងឡើងនិងធ្វើឲ្យសភាវុធរបស់ខ្លួនកាន់តែទំនើបផ្ទុយទៅវិញកងទ័ពរុស្ស៊ីកំពុងបាក់ទឹកចិត្តខ្វះបរិក្ខារទំនើបនិងប្រកបដោយប្រសិទ្ធភាពតាំងពីសហភាពសូវៀតបានដួលរលំទៅនៅឆ្នាំ1991ចង់ឬមិនចង់ទីក្រុងម៉ូស៊ូលឃើញថាសក្តានុពលសេដ្ឋកិច្ចរបស់ចិនក្នុងពេលបច្ចុប្បន្នកាលជាគ្រឹះនៃអានុភាពនយោបាយនិងយោធារបស់ចិននៅក្នុងអនាគតកាលនិយាយបែបផ្សេងការលិចត្រដាតឡើងរបស់ចិនក្នុងនាមជាមហាអំណាចពិភពលោកកំពុងធ្វើឲ្យប្រទេសរុស្ស៊ីបាត់បង់ទម្ងន់និងលែងមានទឹកមាត់ប្រៃនៅក្នុងដំណោះស្រាយបញ្ហាតំបន់និងអន្តរជាតិធំអញ្ចឹងហើយបានជាថ្នាក់ដឹកនាំរុស្ស៊ីសាកល្បងបំបែកយុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ីបូព៌ាតាមរយៈអ្វីដែលគេហៅថាទំនាក់ទំនងត្រីកោណរវាងរុស្ស៊ីចិននិងជប៉ុនជាក់ស្ដែងថ្នាក់ដឹកនាំរុស្ស៊ីបាននឹងកំពុងបន្តខ្នះខ្នែងយកចិត្តប្រទេសជប៉ុនរុស្ស៊ីលួចសង្ឃឹមថាទំនាក់ទំនងល្អជាមួយចិនអាចនឹងខ្ទប់កម្លាំងរបស់ប្រទេសចិនបាននៅថ្ងៃណាមួយក្នុងតំបន់ក៏ប៉ុន្តែដែលហេតុតែបញ្ហាទីប្រជុំកោះកូរីដែលជប៉ុននិងរុស្ស៊ីដណ្ដើមគ្នាជាយូរឆ្នាំមកហើយទីក្រុងមូស្គូនិងទីក្រុងតូក្យូមិនដែលត្រូវរើគ្នាពិតប្រាកដទេដូចគ្នាអញ្ចឹងដែរនៅក្នុងវិស័យថាមពលរុស្ស៊ីមានបំណងលុបឧស្ម័នធម្មជាតិនិងប្រេងកាតមិនត្រឹមតែនៅក្នុងប្រទេសចិនតែមួយទេតែទៅឲ្យបណ្ដាប្រទេសអាស៊ីដទៃផ្សេងទៀតជាក់ស្ដែងដើមដំបូងរុស្ស៊ីមានគំនិតចង់សាងសង់បំពង់បង្ហូរឧស្ម័ននិងប្រេងកាតមួយខ្សែគត់នៅតំបន់ស៊ីបេរីខាងកើតទៅដល់ត្រឹមដាឈីងក្នុងតំបន់មែនជូរីបែកខាងជើងប្រទេសចិនតែប៉ុណ្ណោះនិងនៅក្រោយមកទៀតដោយមិនចង់ពឹងផ្អែកផ្ដាច់មុខទៅលើតែទីផ្សាររបស់ចិនថ្នាក់ដឹកនាំរុស្ស៊ីបានសម្រេចចិត្តសាងសង់បំពង់បង្ហូរថាមពលទៅរហូតដល់កំពង់ផែរុស្ស៊ីនៅមាត់មហាសមុទ្រប៉ាស៊ីហ្វិកតែម្ដងសម្ព័ន្ធភាពរវាងរុស្ស៊ីនិងចិនក៏មិនអាចមាំមួន 100% បានដែរពីព្រោះដោយតែបានលើកឡើងខាងលើចិននិងរុស្ស៊ីបានខិតចូលគ្នាបានត្រូវរើគ្នាធ្វើជាដៃគូយុទ្ធសាស្ត្រដើម្បីប្រឆាំងនឹងនយោបាយអង្អាត់ផ្ដាច់មុខរបស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិតែប៉ុណ្ណោះគ្មានសោះឡើយសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងមហាអំណាចទាំងពីរដោយដើមដំបូងរុស្ស៊ីនឹកស្មានថាចិនព្រមជួយខ្លួនក្នុងការធ្វើសមាហរណកម្មក្នុងទ្វីបអាស៊ីជាអាចដើម្បីជួយដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើងឬដើម្បីក្លាយជាដៃគូសេដ្ឋកិច្ចរបស់អាស៊ានសម្រាប់សម្រួចទៅរុស្ស៊ីត្រូវខកចិត្តខ្លាំងទៅបិទចូលទៅក្នុងទ្វីបអាស៊ីមិនចុះរីឯខាងចិនវិញគេលូកដៃចូលនៅក្នុងតំបន់អាស៊ីកណ្ដាលបន្តិចម្ដងរបស់រុស្ស៊ីទាំងនេះគឺមកពីចិនសម្លឹងឃើញប្រេងកាតដ៏ច្រើនសន្ធឹកសន្ធាប់របស់អាស៊ីកណ្ដាលនិងមកពីចិនបារម្ភខ្លាចក្រែងមនោគមវិជ្ជាអ៊ីស្លាមជ្រុលនិយមធ្លាយចេញពីតំបន់អាស៊ីកណ្ដាលហើយឆ្លងចូលទៅក្នុងទឹកដីរបស់ខ្លួនចិននិងរុស្ស៊ីទំនាក់ទំនងពោពេញទៅដោយបដិវេដកម្មបើគេវិភាគឲ្យស៊ីជម្រៅទៅលើទំនាក់ទំនងរវាងចិននិងរុស្ស៊ីឃើញថាមានច្រើនណាស់បដិវេដកម្មនៅម្ខាងដោយតែបានលើកឡើងរួចមកហើយចិននិងរុស្ស៊ីពូតដៃគ្នាធ្វើជាដៃគូយុទ្ធសាស្ត្រដើម្បីប្រឆាំងជំហរឯកតោភាគីនិយមរបស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិដើម្បីប្រឆាំងនឹងអ៊ីស្លាមជ្រុលនិយម
ដើម្បីប្រឆាំងទៅនឹងការបដាច់ទឹកដីនិយមនៅប្រទេសរុស្ស៊ីនៅស៊ីនជាងនិងនៅទីបេប្រទេសចិនរីឯម្ខាងទៀតភ្នែករបស់ចិនក៏ដូចជាភ្នែករបស់រុស្ស៊ីដែរសម្លឹងមើលឃើញអាមេរិកជានិច្ចឲ្យតែអាមេរិកបន្ធូរដៃចិននិងរុស្ស៊ីឃ្លាតចេញពីគ្នាហើយរត់អោបគ្នាវិញនៅពេលដែលអាមេរិកអង្អាត់នឹងរករឿងខ្លាំងបើនិយាយអំពីវិស័យសេដ្ឋកិច្ចវិញចិននិងរុស្ស៊ីជាដៃគូយុទ្ធសាស្ត្រលើតែក្រដាស់តែប៉ុណ្ណោះចិនមិនមែនជាដៃគូសេដ្ឋកិច្ចទី1របស់រុស្ស៊ីទេពីព្រោះរុស្ស៊ីរកស៊ីជាពិសេសជាមួយនឹងសហភាពអឺរ៉ុបជាមួយអ៊ុយក្រែននិងជាមួយបេឡារុសម្យ៉ាងទៀតចិននិងរុស្ស៊ីខុសគ្នាច្រើនហើយដូចគ្នាតិចចិនកំពុងលេចត្រដែតឡើងជាមហាអំណាចរីឯរុស្ស៊ីកំពុងបន្តរកផ្លូវចង់មានមុខមាត់និងមានកម្លាំងដូចដើមដូចសម័យសហភាពសូវៀតរុស្ស៊ីខ្លួនឯងមិនសង្ឃឹមសោះឡើយថាអាចនឹងខ្លាំងដូចដើមវិញផ្ទុយទៅវិញចិននៅតែទៅមុខរហូតច្បាស់នឹងក្លាយទៅជាអនាគតកំពូលមហាអំណាចដែលនឹងធ្វើឲ្យក្រឡាប់ចាក់ភូមិសាស្ត្រនយោបាយពិភពលោកឲ្យបាត់បង់ទម្ងន់និងផលប្រយោជន៍របស់រុស្ស៊ីតែម្ដងនៅលើឆាកអន្តរជាតិនិយាយជារួមចិននិងរុស្ស៊ីជាដៃគូយុទ្ធសាស្ត្រផងនិងជាគូប្រជែងយុទ្ធសាស្ត្រផងជាក់ស្ដែងទៅប្រទេសទាំងពីរបានដណ្ដើមគ្នាធ្វើធំនៅក្នុងអង្គការប្រតិបត្តិការសៀងហៃដណ្ដើមឥទ្ធិពលគ្នានៅអាស៊ីកណ្ដាលនិងឧបទ្វីបកូរ៉េក្រៅតែពីនេះក៏មានដែរបដិវេតកម្មនៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងចិននិងរុស្ស៊ីនៅម្ខាងរុស្ស៊ីត្រូវតែបន្តលក់ប្រេងកាតអូស្មန်និងអាវុធទៅឲ្យចិនដើម្បីចិញ្ចឹមកំណើនសេដ្ឋកិច្ចនៃប្រទេសខ្លួននៅម្ខាងទៀតថាមពលនិងសភាវុធទាំងនេះកំពុងជួយឲ្យចិនឲ្យคล้ายកាន់តែលឿនរហ័សទៅជាកំពូលមហាអំណាចពិភពលោកលើសពីនេះទៅទៀតអាវុធបរិក្ខារនិងបច្ចេកវិទ្យាយោធាដែលរុស្ស៊ីលក់ទៅឲ្យចិនអាចនឹងគម្រាមកំហែងសន្តិសុខរបស់រុស្ស៊ីវិញទៀតផងនៅក្នុងរយៈពេលវែងអញ្ចឹងហើយបានជាអ្នកនយោបាយរុស្ស៊ីខ្លះនាំគ្នាលើកជាសំណួរថាតើប្រាក់ចំណេញដែលបានមកពីការលក់អាវុធនិងថាមពលមានតម្លៃជាងសន្តិសុខជាតិដែរឬទេជាការពិតណាស់ដែលថាបដិវេតកម្មទាំងអស់នេះមិនមែនជាឧបសគ្គនៃការតាក់ទងគ្នារវាងចិននិងរុស្ស៊ីទេតែវាអាចធ្វើឲ្យទំនាក់ទំនងរវាងមហាយៈទាំងពីរស្គាល់ភាពរកាំរកូសពីព្រោះជាទំនាក់ទំនងដែលមានមូលដ្ឋានទៅលើផលប្រយោជន៍ជាងទៅលើគោលការណ៍ឧត្តមគតិបានន័យថាចិននិងរុស្ស៊ីមិនស្រឡាញ់គ្នាទេជួនកាលមិនយល់គ្នាទៅទៀតតែបង្ខំចិត្តត្រូវរើគ្នាប្រទេសទាំងពីរបង្ខំចិត្តត្រូវរើគ្នាដោយហេតុតែមានព្រំដែនជាប់គ្នារហូតដល់ 4300 គីឡូម៉ែត្រប្រទេសទាំងពីរបង្ខំចិត្តត្រូវរើគ្នាតែបិទតែត្រូវប្រឆាំងនឹងសហរដ្ឋអាមេរិកដូចគ្នានិងត្រូវរកស៊ីជាមួយគ្នាផងដែរគឺមកពីមូលហេតុអញ្ចឹងហើយបានជានៅពេលខ្លះទំនាក់ទំនងរវាងចិននិងរុស្ស៊ីរអាក់រអួលមានដំណើរប្របាក់រប៉ាកជាក់ស្ដែងនៅក្រោយមហាភេរវកម្មថ្ងៃទី11ខែកញ្ញាឆ្នាំ2001រុស្ស៊ីបានប្រញាប់ប្រញាល់បែរទៅគាំទ្រអាមេរិកនៅក្នុងសង្គ្រាមប្រឆាំងភេរវកម្មអន្តរជាតិជាហេតុធ្វើឲ្យទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិនធ្លាក់ចុះមួយរំពេចជាលក្ខណៈយុទ្ធសាស្ត្រមកត្រឹមជាលក្ខណៈបន្តបន្សំវិញម្យ៉ាងវិញទៀតនាអនាគតកាលខាងមុខទំនាក់ទំនងរវាងចិននិងរុស្ស៊ីអាចនឹងរអាក់រអួលខ្លាំងដែលហេតុតែអ្នកនយោបាយស្រកក្រោយឡើងមកគ្រប់គ្រងរដ្ឋនៅចិននិងរុស្ស៊ីផ្នែកអ្នកនយោបាយចិននិងរុស្ស៊ីស្រកក្រោយទាំងអស់នេះប្រហែលជានឹងមិនសម្លឹងមើលឃើញគ្នាទេប្រហែលជាអាចនឹងសម្លឹងមើលរៀងៗខ្លួនទៅរកមជ្ឈមលោកជំនួសវិញ